សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំបងប្អូនក្រុមគ្រួសារមកទឹកដីសៀមរាបឥឡូវនេះមកដល់ប្រាសាទអង្គរធំនៅតំបន់អង្គរធំហើយប្រាសាទអីភ្លេចឈ្មោះទីប្រាសាទហ្នឹងអត់ដឹងប្រាសាទអីទេកន្លែងទីលានចូលតម្រៃហើយប្រាសាទព្រះខ័នអញ្ចឹងគឺក៏ប្រាសាទអីអត់ស្គាល់ប្រាសាទអីទេមកខ្លួនឯងភ្លេចឈ្មោះប្រាសាទបាត់ហើយប្រាសាទហ្នឹងមិនដឹងប្រាសាទអីតែនៅដឹងថាទីលានចូលតម្រៃមើលទៅស្អាតណាស់ពិតជាអស្ចារ្យណាស់តែបានឃើញថ្មជាច្រើនដែលបានលើកបន្ទប់ដាក់ពាក់ពូនលើគ្នាបានចេញជារូបរាងនៅប្រាសាទនេះលេចឡើងអស់រយៈកាលដ៏យូរលង់មកហើយរាប់ពាន់ឆ្នាំហើយនៅតែឈរបានយ៉ាងរឹងមាំនៅល្អច្រើនប៉ុន្តែក៏បែកបាក់ច្រើនដែរនឹកឃើញបងប្អូនហ្នឹងគេហៅថាប្រាសាទបាពូននេះជាចណ្ដើរហាលនេះជាទឹកស្រះនៃប្រាសាទបាពូនវាមានស្រះគូទាំងសងខាងមានស្រះទាំងសងខាងមានខាងឆ្វេងនិងខាងស្ដាំឥឡូវនេះកូនទួយនេះបានធ្វើដំណើរទៅហើយបាំងឆាត់បដាអីបដាងាកលិចងាកកើតព្រោះថ្ងៃហ្នឹងភ្លៀងទៀតល្ងាចហើយភ្លៀងពេលអញ្ចឹងទៅទស្សនាទាំងភ្លៀងកុំឲ្យខាតព្រោះអីទៅចេញមកហើយវាមានភ្លៀងហើយល្ងាចពេលល្ងាចដែរស្របពេលល្ងាចដែរហើយអញ្ចឹងក៏បានចូលមកទស្សនាមើលទាំងភ្លៀងទៅមកកុំឲ្យខាតព្រោះអីយើងមកមានរយៈពេលខ្លីដែរតែមួយថ្ងៃពីរថ្ងៃយើងត្រឡប់ទៅវិញអញ្ចឹងទេយើងមកដើម្បីដើរបានមើលឲ្យបានច្រើនប្រាសាទអញ្ចឹងយើងកុំឲ្យខាតពេលទៅបីហត់អញ្ចឹងណាក៏ឆ្លៀតពេលមកមើលទាំងភ្លៀងដែរទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់មើលទៅដើមឈើយ៉ាងច្រើនយ៉ាងត្រឈឹងត្រឈៃហ្មងនិយាយពីតិចភ្លៀងទៀតជាពិសេសគឺភ្លៀងរលឹមស្រិចមិនភ្លៀងខ្លាំងទេធ្វើឲ្យយើងធ្វើដំណើរបានស្រួលដែរមើលខាងនេះក៏បីច្រើននេះរៀនហាលស្អាតមែននេះទឹកស្រះរុក្ខជាតិឡើងខ្ចីបៃតងហ្មងបងប្អូនចង់មកលេងខែហ្នឹងគឺជាក់ភ្នែកហ្មងដោយសារអីដោយសាររុក្ខជាតិទទួលបានទឹកភ្លៀងអញ្ចឹងទៅឡើងខ្ចីបៃតងខ្ចីហ្មងមើលមិនក៏មិនចេះចិនណាយដែរសបាយអូនេះបានមានស្វាទៀតស្វាគេមានមេមានកូនគេស្វាច្រើននៅតំបន់ហ្នឹងច្រើនគួរសមដែរគឺបានលេងទឹកស្វាគេនេះកូនខ្ញុំនេះកូនអាបងគេបានឃើញស្វាគេសបាយគេងាកលិចងាកកើតអីបានឃើញមួយទៅស្វានេះអានេះធំខ្លាំងមើលទៅមានតែគ្រួសារខ្ញុំនិងបងប្អូនតិចតួចទេដោយសារមេឃភ្លៀងបើមេឃមិនភ្លៀងទេមនុស្សអ៊ូអរច្រើនណាស់តែនេះដោយសារវាល្ងាចផងហើយដោយសារវាមានភ្លៀងរលឹមផងអញ្ចឹងទេអត់សូវមានភ្ញៀវហ្មងទេរៀងស្លាស់ល្អប៉ុន្តែស្អែកប្រកាសជាមានមនុស្សពេញនេះហើយដោយសារឯពេលព្រឹកអានេះពីចុងវារៀងល្ងាចហើយវាភ្លៀងផងអញ្ចឹងទេអ្នកចូលទេសនាមានចំនួនតិចតួចស្លាស់យើងស្រួលដើរដែរយើងមិនស្រូវបជ្រៀតគ្នានេះបងប្អូនមើលទៅស្មានតែខ្សាច់តាមពិតមិនមែនទេចកដោះហ្នឹងមើលទៅពណ៌ដូចខ្សាច់ហើយដូចខ្សាច់មុនដំបូងខ្ញុំច្រឡំស្មានដូចខ្សាច់តាមពិតចកដែរចកដោះគាត់ដុំថ្មដែលបែកបាក់ដុំថ្មដែលបែកបាក់ច្រើនណាបើសិនជាប្រគំទៅមិនដឹងជាល្អប៉ុណ្ណាទេភាសាហ្នឹងសិតតែបំណែកដុំថ្មដែលជ្រុះខូចវាទ្រង់ទ្រាយតាមពិតមិនមែនបែកបាក់ថ្មនៅដែរទៅថាវាជ្រុះពីភាសាវិចេះជ្រុះដោយសារវាយូរឆ្នាំហើយភាសាហ្នឹងដោយសារសង្គ្រាមតែយើងមានសង្គ្រាមរ៉ាំរ៉ៃផងហើយដោយសារកត្តាសំណឹកពីធម្មជាតិផងអញ្ចឹងទេធ្វើឲ្យវាបាក់បែកច្រើនប៉ុន្តែគេក៏ជួសជុលបានល្អណាស់ហើយដែរនេះភ្ញៀវមកមើលមកកណ្ដាលដែរនិយាយពីថាទេសភាពគឺស្អាតយកតែមែនតើពេលឃើញទេសភាពឲ្យយើងស្មើសម័យមើលនៅក្នុងអារម្មណ៍យើងថាវាអស្ចារ្យមិនដឹងនិយាយមិនថាវាភាពអស្ចារ្យនៅក្នុងខ្លួនយើង
ឥឡូវនេះបានមកដល់ខ្លោងទ្វារមកគេហើយមើលទៅស្អាតអស្ចារ្យខ្លាំងណាស់មើលខាងនេះស្អាតខាងនេះទឹកល្អនេះគេទៅស្រះហ្នឹងគេទៅតែស្ដារហើយដែរប្រូហ្នឹងគេដើរទៅអត់មានកាន់កាមេរ៉ាអីថតគេសោះគេថតគ្រប់គ្នាប្រូអត់មានថតសោះកូនបើជួបកូនបើលោនេះកូនបងមួយសដាក់ឆាត់ក្លឹមតិចចឹងអ្នកខ្លះទទួលឆាត់អ្នកខ្លះមិនបាច់ទទួលក៏បានអីវាលឹមវាផ្សែងក្រូចស្អាតណាបងប្អូនអើយមើលដុំថ្មមមណាបើសិនពីដែលគេកសាងឲ្យថ្មីមិនដឹងជាស្អាតប៉ុណ្ណាទេដល់ពេលឥឡូវរាប់ពាន់ឆ្នាំមកហើយមកដល់បច្ចុប្បន្ននេះក៏នៅតែស្រស់ស្អាតដែររុក្ខជាតិបៃតងខ្ចីដូចនិយាយដដែលយើងថាស្អាតហើយនឹងដុំថ្មរាយប៉ាយពេញហ្នឹងដោយសារបែកបាក់ដោយសារសង្គ្រាមឬក៏ដោយសារធម្មជាតិអីមិនដឹងទេបងប្អូនតែប្រហែលជាដោយសារសង្គ្រាមនិងធម្មជាតិវាបូកគ្នាចឹងបានថ្មនៅរាយប៉ាយច្រើនណាស់បើសិនជាផ្គុំបានទាំងអស់ឲ្យល្អដូចដើមវិញតែ 90% ឬ 80% នឹងវាល្អប៉ុណ្ណាពេញអស់មកខ្ពស់ណាបងប្អូនមើលកំពូលប្រាសាទនេះតែមិនដឹងថាគេឲ្យចូលឡើងអត់តែមើលខ្ញុំនឹងធ្វើដំណើរបន្តទៅមុខទៀតមើលបើបានឡើងពិតជាល្អណាស់ព្រោះអីយើងមើលមកក្រោមទៅទេសភាពប្រាសាទស្អាតណាស់ស៊ូមឲ្យមើលខ្ពស់ហើយស្អាតស្គមស្កាយហ្មងមើលទៅអស្ចារ្យខ្លាំងហ្មងអាគារយើងធ្វើផ្ទះរងថ្ងៃតូចតាំង